សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកចង់ចែករំលែកព័ត៌មានដ៏សំខាន់មួយដែលប្រទេសថៃគេទៅតែចេញច្បាប់ថ្មីអញ្ចឹងណាគឺសម្រាប់ភ្ញៀវទេសចរណាក៏ដោយមិនថាខ្មែរឬក៏ជនជាតិណាទេជុំវិញពិភពលោកនៅពេលដែលចង់ចូលប្រទេសថៃគឺត្រូវតែបំពេញឯកសារដែលគេទៅដាក់ចេញហ្នឹងគឺគេហៅថា Thailand Digital Arrival Card ដែលហៅកាត់ថា DAC គឺជាឯកសារដែលយើងមកពេញតាមអនឡាញខ្ញុំមកប្រាប់អ្នកនរគ្នាដោយសារតែរាល់ដងគឺយើងមកប្រទេសថៃគឺយើងអត់ដែលបំពេញឯកសារទេគឺយើងគ្រាន់តែទិញសំបុត្រយន្តហោះយើងយកប៉ាសពតយើងមកគឺយើងអូខេយើងអាចវាយប៉ាសពតចូលនៅក្នុងប្រទេសថៃបានហើយប៉ុន្តែចាប់ពីថ្ងៃទី1ខែឧសភាឆ្នាំ2025នេះគឺគ្រប់ជនជាតិទាំងអស់គឺត្រូវតែបំពេញឯកសារទាំងអស់គ្នាអ្វីដែលសំខាន់បំផុតអ្នកនរគ្នាត្រូវបំពេញមុនរយៈពេល72ម៉ោងគឺស្មើនឹង3ថ្ងៃមុនដែលអ្នកទាំងអស់គ្នាមកដល់បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងអំពីការបំពេញឯកសារយ៉ាងណាអ្នកទាំងអស់គ្នាអាច comment ខាងក្រោមបានគឺខ្ញុំនឹងធ្វើវីដេអូបន្តអរគុណ